អំពើល្អរបស់មន្ត្រីគណៈបកនៅគ្រប់ថ្នាក់គ្រប់ផ្នែកគឺជាយុទ្ធសាស្ត្រឈ្នះរបស់គណៈបកប្រជាជននៅគ្រប់កលៈទេសៈប្រជាជនយល់ដឹងអំពីគណៈបកជឿលើគណៈបកហើយចូលរួមសកម្មភាពអនុវត្តកម្មវិធីនយោបាយរបស់គណៈបកតាមរយៈជួរមន្ត្រីនេះឯងហេតុនេះមន្ត្រីគណៈបកត្រូវតែរឹងមាំនិងស្អាតស្អំប្រកបដោយសមត្ថភាពគុណធម៌និងសិលធម៌ការជាក់ស្ដែងបានបង្ហាញថាប្រជាជនត្រូវការតួនាទីដឹកនាំរបស់គណៈបកគាំទ្រគណៈបកប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួនអាស្រ័យហេតុនេះមន្ត្រីគ្រប់រូបត្រូវតែធ្វើអំពើល្អមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងប្រយោជន៍ប្រជាជនមិនត្រូវមានអេរយាប័តជាចវាយនេះរបស់ប្រជាជននោះឡើយ